ថ្ងៃនេះខ្ញុំប្រកាសណានេះខ្ញុំបានត្រៀមរៀបចំខ្លួនចេញដំណើរទៅទីកន្លែងព្រះសម្មាសម្ពុទ្ធមួយកន្លែងទៀតនៅខាងភ្នំកិច្ចកោដែលមានកណ្ដកតរបស់ព្រះសម្មាសម្ពុទ្ធនិងកណ្ដកតរបស់ព្រះមុគលានព្រមទាំងកណ្ដកតរបស់ព្រះសារីបុត្របងប្អូនអ្នកដែលគាត់បានធ្លាប់ទៅដល់ដែនដីព្រះតើបានទៅដល់កន្លែងភ្នំកិច្ចកោនឹងប្រហែលដងហើយបងប្អូនអ្នកគ្នាជួយខមមិននៅក្នុងវីដេអូប្រាប់ម្នាក់ម្នាក់មួយបន្ថែមផងអរគុណទឹកមុនសម្រាប់ម្នាក់មួយគ្រួសារម្នាក់គឺបានមកដល់លើកទី1មើលទៅឃើញថាខ្ពស់មែនតែននិយាយទៅតាក់ទើគិតថាអូយទៅកើតមិនកើតទេឡើងដល់មិនដល់ទេពេលចិត្តមួយទៀតនឹកឃើញថាតម្រាំតែយើងបានចំណាយពេលវេលាមកដល់ដែនដីព្រះគឺមិនមែនជាការងាយស្រួលទេត្រូវលះបង់ការងាររកស៊ីជាច្រើនក៏ដូចជាចំណាយពេលវេលាជាច្រើនទៀតតម្រាំតែបានមកដល់ដែនដីព្រះមកដល់ហើយគឺត្រូវតែឡើងឲ្យបានឃើញជាពិសេសគឺឲ្យបានឱកាសបានថ្វាយបង្គំទីកន្លែងកណ្ដកតរបស់ព្រះសម្មាសម្ពុទ្ធផ្ទាល់សក់ខ្លីអញ្ចឹងមួយយ៉ាងដែលថាបងប្អូនវិតទៅកក់សក់ហើយចាឡងមកផ្លែតស្ងួតបាត់ហើយសំខាន់ក៏បុចង់បានតែម្ដងបងប្អូនមានស្បែកមុខខ្មៅស្អាតអាចត្រួយជាំអីពិបាកក្នុងការរកផលិតផលដឹងថាប្រើផលិតផលមួយណាមួយឈុតគឺមាន3មុខមាន foam មាន serum មាន solution cream ឥឡូវមាន promotion discount រហូតដល់ 50% មួយឈុត$48ចុះ 50% នៅសល់ត្រឹមតែមួយឈុត$24តែប៉ុណ្ណោះបងប្អូនអ្នកគ្នាប្រើដោយទំនុកចិត្តធានាជូនបងប្អូនអ្នកគ្នា 100% ចាយលុយតិចចំណេញពេលវេលាហើយបានផលិតផលល្អយូរទៅប្រើទៀត ingredient ថ្មីសេរីថ្មីនេះបងប្អូនអ្នកគ្នាអាចប្រើបានទាំងពេលយប់ប្រើបានទាំងពេលព្រឹកសំខាន់ប្រើបានទាំងប្រុសទាំងស្រីទៀតពេញវ័យទៅគឺអាចប្រើបានហើយរាល់ទាំងអស់គ្នាណាដើម្បីទូបានជាមួយនឹងស្បែកមុខស្អាតដូចគេដូចជាទូបានជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ 50% ជូនបងប្អូនអ្នកគ្នារហូតតទៅអស់ពីស្តុកចាស់ឆាចូលពេកខាងលើណាអូខេអរគុណច្រើនហើយព្រឹកនេះក៏បានរៀបចំជាមួយនឹងបបរសត្រីងៀតគោងៀតចារៀបចំប្រកេនចង្ហាន់ពេលព្រឹកទៅដល់ព្រះអង្គម្ចាស់គ្រប់អង្គទាំងអស់ហើយក៏មានការចូលរួមពីបងលីនដាក៏ដូចជាបងសំនីហើយនិងម៉ែរីនិយាយទៅមិនដេចពិតជាសប្បាយចិត្តខ្លាំងមែនទែនពេលបានរៀបចំចង្ហាន់ពេលព្រឹកពេលថ្ងៃប្រកេនដល់ព្រះអង្គម្ចាស់គ្រប់អង្គទាំងអស់រាល់ថ្ងៃក្នុងរយៈពេល7-8ថ្ងៃដែលនៅដែនដីព្រះគឺពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងមែនទែនតែម្ដងហើយក្នុងការនោះម្ដេចក៏បានរក្សាសិល10ផងដែររយៈពេល7-8ថ្ងៃនៅដែនដីព្រះចឹងក៏សាផលបុណ្យដែលម្ដេចបានបំពេញទាំងប៉ុន្មានក៏សូមលើកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសូមអនុមោទនាទទួលបានចំណេញបុណ្យស្មើនឹងម្ដេចជាមួយនឹងក្រុមគ្រួសារម្ដេចផងសាធុបងប្អូនដែលធ្លាប់បានឡើងទៅដល់ភ្នំកិច្ចកោតបានស្គាល់ចំណាំផ្លូវនេះនិយាយទៅនឹកឯបងប្អូនម្ដេចឃើញវីដេអូនេះហើយម្ដេចនឹកខ្លាំងមែនតែនចង់តែមានពេលវេលាឆ្លៀតពេលឲ្យបានច្រើនលោកលៃបានទៅទៀតកទួតប្រៃនៅស្រុកយើងគឺទូចម៉មមែនណាប៉ុន្តែកទួតប្រៃនៅដែនដីស្រុកព្រះហ่าបងប្អូនធំមែនតែនហ្មងណាខ្លាយឡើងចង់ប្រប៉ិនក្តឹបប៉បងប្អូនមានសង្កេតមើលថាពេលដែលម្ដេចទៅនឹងគឺចំពេលលំបាកថ្ងៃក្តៅមែនតែនហ្មងឡើងទៅខ្ពស់ឆ្ងាយហត់ហើយមិនក្តៅទៀតពេលហ្នឹងគេលក់មួយថងហ្មងទេម្ដេចភ្លេចបាត់ហើយអត់ចំណាំទេបងប្អូនហើយអត់សូវចាំលុយឥណ្ឌាទៀតឥឡូវបានឡើងមកដល់ខាងលើហើយកន្លែងនេះបងប្អូនណាខ្លះចំណាំជួយខមមិនប្រាប់ម្ដេចផងគឺកន្លែងព្រះទេវទត្តល្មាថ្មដើម្បីឲ្យសង្កត់លើព្រះសម្មាសម្ពុទ្ធបងប្អូនឥឡូវព្រះអង្គម្ចាស់ឆាក៏ដូចជាលោកអ៊ីណារិនព្រះអង្គម្ចាស់គ្រប់អង្គទាំងអស់បាននិមន្តមកដល់ខាងលើហើយគឺកន្លែងកណ្ដកតរបស់ព្រះសម្មាសម្ពុទ្ធហើយលោកអ៊ីណារិនក៏បានសម្ដែងព្រះធម៌យ៉ាងពីរោះដល់ក្រុមគ្រួសារម្ដេចក៏ដូចជាបងលីនដាហើយនិងបងសំនៀងនិយាយទៅពេលទៅហ្នឹងគឺមានបងសំនៀងបងលីនដាម៉ែរីហើយនិងម្ដេចក៏ដូចជាព្រះអង្គម្ចាស់4អង្គអញ្ចឹងថ្ងៃហ្នឹងវីដេអូម្ដេចមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នា fan ទាំងអស់គ្នាដែលបាន share ជួយ like ជួយ comment ក៏ដូចជាបានមើលវីដេអូគ្រប់វីដេអូរបស់ម្ដេចជួបម្ដេចនៅក្នុងវីដេអូក្រោយៗទៀតអរគុណច្រើនជម្រាបលា